Italy មិនមែនមានប៉ុណ្្នឹងអ្នកគ្នាអញ្ចឹងចាំតាមដានវីដេអូទៅ Florence តទៀតអ្នកគ្នាអញ្ចឹងខ្ញុំ stay tuned one day vlog at Florence អ្នកគ្នា yes អូខេ let me find ចាំខបវីដេអូមើលថាមិនខ្ញុំនាំគ្នាងើបតាំងពីព្រលឹមដើម្បីជារថភ្លើងពីរ៉ូមទៅកាន់ Florence ចំពោះតម្លៃគឺប៉ុណ្្នេះណាអញ្ចឹងអីដែលខ្ញុំទៅធ្វើមុនគេនៅពេលទៅដល់ Florence ភ្លាមហ្នឹងគឺទៅទិញ transportation ហើយបន្ទាប់មកទៅ check in ស្ថានភាពណាស្ថានភាពដែលខ្ញុំស្នាក់នៅ Florence ហ្នឹងគឺទេសភាព fresh មែនតើរបៀបថាវានៅហ៊ានជាយដែរដើម្បីអញ្ចឹងទៅរបៀបថានៅជុំវិញហ្នឹងសុទ្ធតែដើមឈើហើយឃើញភ្នំឃើញអីឡើងពេញហ្នឹងអ្នកគ្នាហើយស្ងប់ស្ងាត់មែនតើបន្ទាប់មកពួកយើងក៏បានទៅកន្លែងមួយអ្នកគ្នាកន្លែងរបៀបថាអ្នកដើរលេងមក Florence ត្រូវតែមកដូច landmark របស់ Florence មួយអញ្ចឹងឥឡូវគឺយើងកំពុងដើរទៅហោផ្សារដែលគេល្បីអ្នកគ្នាដើរអត់ឆ្ងាយពីកន្លែងហ្នឹងម៉ានេះហើយនៅតាមដងផ្លូវហ្នឹងគឺសិតតែគេលក់អវ៉ាន់រហូតក៏និយាយថាសំខាន់ណាស់គឺមកតែលឿនថាមកទៅថតបានលឿនច្រើនខ្លាំងហ្មងឥឡូវគឺបាន order មួយហ្នឹងបាន order គេហៅគេ pasta with truffle cream ហ្នឹងអត់ណាអានេះហ្នឹងគឺ15រ៉ូបើអាមាន like truffle ពីលើច្រើនហ្មងហ្នឹងណា like 22រ៉ូ so I cannot afford just try this នេះគឺជាលើកទី1ដែលញ៉ាំ like truffle ហ្នឹងគេឡើងញ៉ាំនេះគេว่าសាតែនេះ truffle cream អីហ្នឹងគេហ្នឹងហើយមានអាមួយនេះទូមួយនៅលើនេះចាំមើលវាមនុស្សជាតិមិនលើតែគេនិយាយតែគេ review រហូតមកព្រោះ truffle យកមកក្នុងជីវិតសង្ឃឹមថា it works good man boss này yeah anh có ngộ đâu chứ mày đại lên bên friend đẹp pasta với lại cream cream hoặc là một cái ăn nó ngon nó bỏ lên chuyện ấy cái bên không có friend gìបងខ្ញុំគិតថាប្រហែលជាអត់សូវមានន័យច្រើនទេណាគ្នាដោយសារទីក្រុង Florence មិនមែនជាទីក្រុងល្បីសម្រាប់ tourist មកលេងអីចឹងតែពេលចូលដល់កន្លែង tourist spot ភ្លាមគឺមនុស្សច្រើនខ្លាំងហ្មងអ្នកគ្នាគឺរបៀបថាវា vibe ឡើងខុសគ្នាជាមួយនឹងបរិវេណដែលខ្ញុំរស់នៅកន្លែងស្ថានភាពហ្នឹងហ្មងព្រោះដោយសារស្ថានភាពហ្នឹងរបៀបថា vibe ឡើងធម្មជាតិរបៀបថាឃើញភ្នំមានដើមឈើ vibe so cool មនុស្សតិចតិចអីចឹងប៉ុន្តែពេលចូលដល់កន្លែងក្នុងទីក្រុងគេហ្មងគឺរបៀបថាមាន art piece មានរបៀបថាមនុស្សច្រើនកកលក់អីឡើងពេញហ្នឹងអីចឹងតើមនុស្សច្រើនតិចប៉ុន្តែអីដែលខ្ញុំចូលចិត្តពីក្នុងទីក្រុងហ្នឹងគឺអ្នកនរគ្នា vibe គេរបៀបថានៅពេលដែលព្រះអាទិត្យហ្នឹងរបៀបថាវាចាំងពលឺមកកន្លែងអាគារហ្នឹងគឺសូស្អាតអ្នកគ្នាហើយបន្ទាប់មករបៀបថាគេមានបដាសេះបដាអីរបៀបថា painting នៅលើជាងនៅលើឥដ្ឋនៅអីពេញហ្នឹងរបៀបថាភាព uniqueness របស់គេអញ្ចឹងណាអ្នកគ្នាឥឡូវគឺយើងមកដល់ landmark មួយទៀតអ្នកគ្នាដែលគេ recommend ថាពេលមក Florence ត្រូវតែមកគឺស្ពានមួយនេះអ្នកគ្នាកន្លែងមួយទៀតដែលគេ recommend ឲ្យទៅមើល sunset គឺកន្លែងមួយនេះអ្នកគ្នាគឺឃើញទាំង sunset គឺឃើញទាំងទីក្រុងទាំងមូលរបស់ Florence អ្នកគ្នាគឺខ្ញុំ recommend ខ្លាំងមែនតើអ្នកគ្នាគឺស្អាតហើយដល់ពេល sunset ចប់គេមានរបៀបថាអូខេឃើញទីក្រុងទាំងមូលរបស់ Florence ឃើញភ្លើងឃើញអីចឹងទៅ and then យើងអាចញ៉ាំ cocktail នៅលើហ្នឹងមើល view បានអីចឹងទៅគេមានអ្នកគ្នាគឺស្អាតមែនតើខ្ញុំ recommend ខ្លាំងQuello un poco con il brillo, eh? បន្ទាប់មកគឺពួកខ្ញុំទិញអីតិចតួចយកមកញ៉ាំទុកជាអាហារពេលយប់ហើយបន្ទាប់មកគឺចូលស្ថានភាពគេអញ្ចឹង vlog ទៅ Florence គឺចាប់តាមប៉ុណ្្នឹងហើយអ្នកនរគ្នាអញ្ចឹងស្អែកគឺខ្ញុំនឹងនាំអ្នកនរគ្នាទៅកាន់ Pisa ហើយនិង Rapallo អ្នកនរគ្នាអញ្ចឹងបើចង់ដឹងខ្ញុំទៅ landmark ណាខ្លះរបស់ពី city នេះក្នុងរយៈពេលតែ1ថ្ងៃកុំភ្លេចតាមដានវីដេអូបន្ទាប់ទៀតអ្នកនរគ្នាបាយបាយ